លោកដូណាល់ត្រាំត្រៀមចេញបញ្ជាឲ្យកងទ័ពជើងទឹកអមដំណើរកប៉ាល់ដឹកប្រេងកាតតាមច្រកសមុទ្រហ័រមុសទីក្រុងវ៉ាស៊ីនតោនលោកដូណាល់ត្រាំប្រកាសថាលោកនឹងចេញបញ្ជាឲ្យកងទ័ពជើងទឹកផ្ដល់ការធានាសន្តិសុខជូនកប៉ាល់ដឹកប្រេងដែលត្រូវបើកឆ្លងកាត់ច្រកសមុទ្រហ័រមុសការថ្លែងដូចនេះនៅពេលដែលកប៉ាល់ដឹកប្រេងនិងទំនិញនានាត្រូវជាប់គាំងស្តុកគ្មានកប៉ាល់ណាហ៊ានបើកកាត់តំបន់ក្រហមនោះទេលោកដូណាល់ត្រាំថានៅក្នុងករណីចាំបាច់កងទ័ពជើងទឹកអាមេរិកនឹងបើកអមដំណើរកប៉ាល់ដឹកប្រេងទាំងនោះដោយផ្ទាល់តែម្ដងដើម្បីទៅដល់គោលដៅចុងក្រោយលោកដូណាល់ត្រាំថាទោះបីជានៅក្នុងកាលៈទេសៈណាក្តីអាមេរិកត្រូវតែធានាឲ្យបានថាការដឹកជញ្ជូនថាមពលអាចធ្វើទៅបានដោយរលូនទៅកាន់ទីផ្សារពិភពលោកប្រកាសដូចខាងលើនេះនៅពេលដែលជម្លោះប្រដាប់អាវុធរវាងអ៊ីរ៉ង់អាមេរិកនិងអ៊ីស្រាអែលកំពុងឡើងកម្ដៅខ្លាំងជាពិសេសនៅច្រកសមុទ្រហ័រមុសដែលមានប្រេងឆៅដឹកតាមច្រកនេះប្រហែល 20% នៃពិភពលោកដូណាល់ត្រាំបង្ហើបឲ្យដឹងថាលោកបានណែនាំទៅកាន់សាជីវកម្មហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍជាអន្តរជាតិ DFC ដើម្បីផ្ដល់ការធានារ៉ាប់រងផ្នែកហានិភ័យសម្រាប់ការដឹកជញ្ជូនតាមសមុទ្រជាពិសេសការដឹកជញ្ជូនថាមពលឆ្លងកាត់តំបន់ឈូងសមុទ្រការថ្លែងរបស់លោកដូណាល់ត្រាំជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកដើម្បីការពារច្រកផ្លូវដឹកជញ្ជូនថាមពលជាអន្តរជាតិអាមេរិកនឹងចល័តកងទ័ពដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងបិទច្រកសមុទ្រហ័រមុសពីសំណាក់ប្រទេសអ៊ីរ៉ង់សប្តាហ៍ថ្ងៃនេះអាមេរិកដាក់ពង្រាយកម្លាំងយោធានៅប្រចាំបូព៌ាច្រើនជាងពេលណាទាំងអស់ចាប់តាំងពីក្រោយសង្គ្រាមអ៊ីរ៉ាក់ក្នុងនោះអាមេរិកបានដាក់ពង្រាយនាវាដឹកយន្តហោះរហូតដល់2គ្រឿងព្រមទាំងនាវាពិឃាតនិងនាវាចម្បាំងជាច្រើនទៀតគេមិនទាន់ដឹងច្បាស់ទេថាតើលោកដូណាល់ត្រាំនឹងចាប់ផ្ដើមអនុវត្តផែនការបញ្ជូនកងទ័ពជើងទឹកទៅអមដំណើរនាវាដឹកប្រេងកាតច្រកសមុទ្រហ័រមុសនៅពេលណានោះទេព្រោះគេកត់សម្គាល់ពាក្យមួយឃ្លារបស់លោកដែលថានៅក្នុងករណីចាំបាច់បើគេបកស្រាយមិនច្រឡំទេលោកមិនប្រកាសជាធ្វើអន្តរាគមន៍គ្រប់នាវាដឹកប្រេងនោះទេលុះត្រាតែចាំបាច់ខ្លាំងទើបលោកចាប់ផ្ដើមចុះប្រតិបត្តិការប្រសិនបើប្រតិបត្តិការសឹករបស់អាមេរិកទៅលើអ៊ីរ៉ង់លើកនេះចេះតែអស់បន្លាយពេលវេលាកាន់តែយូរទៅហើយធ្វើឲ្យប្រេងឆៅចេះតែឡើងថ្លៃទៅជាលំដាប់ពេលនោះវានឹងក្លាយជាបន្ទុកកាន់តែធ្ងន់សម្រាប់លោកដូណាល់ត្រាំមានន័យថាគណៈបករបស់លោកហេងសុយអាចនឹងធ្លាក់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាប្រទេសអាមេរិកត្រៀមរៀបចំការបោះឆ្នោតសភាឬការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះសេតវិមាននិយាយដោយមានមោទកភាពថាចាប់តាំងពីលោកដូណាល់ត្រាំឡើងកាន់អំណាចតម្លៃប្រេងឆៅធ្លាក់ចុះជានិច្ចនៅក្នុងពេលជួបគ្នាជាមួយអធិការធិបតីអាល្លឺម៉ង់លោកត្រាំទទួលស្គាល់ថាតម្លៃប្រេងឆៅអាចហក់ឡើងបន្តិចនៅក្នុងរយៈពេលកំណត់ណាមួយប៉ុន្តែលោកអះអាងថានៅពេលដោះស្រាយបញ្ហាចប់សពគ្រប់ពលគឺចប់សង្គ្រាមនៅអ៊ីរ៉ង់តម្លៃប្រេងនឹងចុះវិញ